នេះជារូបមន្តខោនA ខោន F ហើយនិងខោន F អញ្ចឹងរូបមន្តមួយខ្ញុំនឹងបញ្ចូលមួយខោននេះគឺគេសម្រាប់រាប់លេខចំនួនលេខអញ្ចឹងនេះយើងប្រើខោនគឺដើម្បីរាប់លេខទាំងអស់ហ្នឹងសម្រាប់ខោន A គឺយើងសម្រាប់រាប់ជាអក្សរមានន័យថាយើងរាប់កលឹមដែលមានអក្សរនេះអូខេបន្ទាប់មកយើងមកដល់ខោន F អញ្ចឹងខោន F គឺជារាប់ចំនួនអក្សរដូចគ្នាប៉ុន្តែវាមានលក្ខខណ្ឌមិនថាឧទាហរណ៍យើងរាប់ចំនួនអក្សរហើយយើងកំណត់លក្ខខណ្ឌវាឧទាហរណ៍ខ្ញុំរាប់នេះចំនួនអូខេនេះអូខេមានចំនួនប៉ុន្មានហ្នឹងអញ្ចឹងខ្ញុំដាក់លក្ខខណ្ឌវាមកខ្ញុំកំណត់មកហ្នឹងអញ្ចឹងខ្ញុំកំណត់លក្ខខណ្ឌវាកំណត់លក្ខខណ្ឌគឺខ្ញុំរាប់តែអូខេអញ្ចឹងយើងកំណត់លក្ខខណ្ឌដាក់អូខេមកអូខេអញ្ចឹងវារាប់តែអូខេយើងឯងអូខេចំនួន9តបមកទៀតខោន FF អញ្ចឹងវាអាចកំណត់លក្ខខណ្ឌចូលពីឡើងទៅអញ្ចឹងខោន F យើងទៅសេរូបមន្តវាចូលមកបន្តមកទៀតយើងរាប់អក្សរដូចគ្នាប៉ុន្តែយើងកំណត់លក្ខខណ្ឌចូលពីឡើងទៅអញ្ចឹងឧទាហរណ៍នេះបន្តមកខ្ញុំកំណត់ថាខ្ញុំចង់រាប់ N អូខេតមកខ្ញុំកំណត់លក្ខខណ្ឌមួយទៀតអញ្ចឹងខ្ញុំកំណត់យកលក្ខខណ្ឌខ្ញុំដាក់ជាអក្សរវិញខ្ញុំកំណត់លក្ខខណ្ឌនៅខាងចុងនេះគឺខ្ញុំកំណត់យក KOA អញ្ចឹងវានឹងរាប់ឲ្យយើងត KOA នឹងទេក្រៅពី KOA គឺវាអត់រាប់ទេហើយវារាប់តែ N អូខេទៀតក្រៅពី N អូខេគឺវាអត់រាប់ទៀតអញ្ចឹងនេះវាមានចំនួន1នេះហ្នឹងអញ្ចឹង N អូខេសម្រាប់ KOA គឺមានចំនួន1នេះសម្រាប់ខ្ញុំចង់រាប់អូខេវិញអញ្ចឹងព្រោះអូខេវាមានច្រើនអញ្ចឹងបើខ្ញុំចង់រាប់អូខេខ្ញុំគ្រាន់តែដូរអា N អូខេមិញដាក់អូខេមកវានឹងឲ្យអញ្ចឹងនេះខ្ញុំ highlight មើលនេះ KOA ដូចគ្នាហ្នឹងអញ្ចឹងអូខេវាមានចំនួន2ឥឡូវខ្ញុំគិតថាខ្ញុំមួយទៀតខោនមាន4មាន5អញ្ចឹងខ្ញុំនឹងប្រាប់ខោនទៅខោន balance ខោន balance ហ្នឹងមានន័យថាយើងរាប់តែចំនួនដែលអត់មានទិន្នន័យនៅក្នុងកលឹមមានន័យថាចំនួនដែល balance ចោលនៅក្នុងហ្នឹងគឺវាអាចរាប់បានតែបើចំនួនដែលមានទិន្នន័យគឺវាអត់រាប់ទេនេះខ្ញុំទៅសេ balance ខុសអញ្ចឹងនេះ balance NK អញ្ចឹងបន្ទាប់ពីយើងបានរូបមន្តហ្នឹងហើយយើងគ្រាន់តែអុសដល់លេខរៀងណាដែលយើងចង់រាប់មកអញ្ចឹងវាចាប់បានតែចំនួនដែលអត់នេះខ្ញុំដាក់លើស2អញ្ចឹងវានឹងរាប់តែអាខុស2ហ្នឹងទេក្រៅពីហ្នឹងគឺវាអត់រាប់ទេអរគុណ